លោកស្រីមេបកប្រឆាំងដ៏ល្បីបំផុតនៃប្រទេសវេនីស៊ុយឡាកូរីណាម៉ាឆាដូកាលពីថ្ងៃពុធបានបញ្ជូនសារសរសើរដល់យុទ្ធសាស្ត្រការទូតនិងយុទ្ធសាស្ត្រផែនការរបស់លោកដូណាល់ត្រាំដែលបញ្ជាឲ្យកងទ័ពសហរដ្ឋអាមេរិកបើកប្រតិបត្តិការសង្គ្រាមគ្រឿងញៀនប្រឆាំងនឹងរបបលោកនីកូឡាម៉ាដូរ៉ូលោកស្រីមេបកប្រឆាំងវេនីស៊ុយឡាម៉ាឆាដូបានហៅយុទ្ធនាការនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅពីនេះកំពុងតែចាប់ផ្ដើមបញ្ចប់របបដ៏ឃោរឃៅមួយនៅលើទឹកដីនៃប្រទេសវេនីស៊ុយឡានៅក្រោមការដឹកនាំរបស់ជនផ្ដាច់ការនីកូឡាម៉ាដូរ៉ូថ្លែងតាមរយៈ Video Conference ចេញពីទីតាំងលាក់ខ្លួនមួយទៅកាន់វេទិកាជំនួញអាមេរិកដែលធ្វើឡើងនៅរដ្ឋ Miami សហរដ្ឋអាមេរិកលោកស្រី Machado បានហៅលោក Maduro ថាជាមេខ្លោងឧក្រិដ្ឋកម្មភេរវកម្មគ្រឿងញៀនដែលសហរដ្ឋអាមេរិកតាមកំទេចគឺមិនខុសច្បាប់អ្វីនោះទេសូម្បីតែច្បាប់ក្នុងស្រុករបស់វេនីស៊ុយឡាក៏មិនខុសផងដែរលោកស្រីបញ្ជាក់ថាប្រជាជនវេនីស៊ុយឡានៅពេលនេះកំពុងតែរងចាំការផ្លាស់ប្ដូរអំណាចនៃការបញ្ចប់អំណាចផ្ដាច់ការរបស់លោកនីកូឡាម៉ាដូរ៉ូហើយរបបប្រជាធិបតេយ្យមួយនឹងរស់ឡើងវិញភ្លាមលោកស្រីបានបញ្ជាក់ទៀតថាសម្ពាធរបស់រដ្ឋការលោកដូណាល់ត្រាំដែលផ្ដើមចេញពីការដាក់ពង្រាយកងទ័ពសហរដ្ឋអាមេរិកនៅតំបន់សមុទ្រការ៉ូបៀនហើយកំពុងតែប្រើប្រាស់មធ្យោបាយកំទេចបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀននិងក្រុមអង្គការភេរវកម្មគ្រឿងញៀនដែលលោកនីកូឡាម៉ាដូរ៉ូនៅពីក្រូចនេះកំពុងតែបង្ហាញសញ្ញាថារបបលោកម៉ាដូរ៉ូជិតដល់ថ្ងៃអវសានហើយជាមួយគ្នានេះលោកស្រីបញ្ជាក់ថាយុទ្ធនាការរបស់លោកដូណាល់ត្រាំជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកកំពុងឆ្ពោះទៅរកការទាញទម្លាក់អំណាចរបស់ជនផ្ដាច់ការនីកូឡាម៉ាដូរ៉ូយ៉ាងឆាប់បំផុតនេះលោកស្រី Machado មេបកប្រឆាំងដែលជាជ័យលាភី Nobel សន្តិភាពសម្រាប់ឆ្នាំ2025នេះលោកស្រីបានបញ្ជាក់ទៀតថាប្រជាជនវេនីស៊ុយឡារាប់លានអ្នកកំពុងតែរងចាំការមកដល់របស់កងទ័ពអាមេរិកហើយលោកស្រីជឿថាទាហានដែលស្ថិតនៅក្រោមរបបផ្ដាច់ការនីកូឡាម៉ាដូរ៉ូពួកគេនឹងចូលរួមចំណែកមួយផងដែរដើម្បីបញ្ចប់របបលោកនីកូឡាម៉ាដូរ៉ូតែលោកស្រីក៏ទទួលស្គាល់ថានៅពេលនេះលោកនីកូឡាម៉ាដូរ៉ូក៏ចាប់ដើមហ៊ានបង្កសង្គ្រាមជាមួយនឹងសហរដ្ឋអាមេរិកផងដែរតែលោកស្រីនៅតែជឿថាលោកម៉ាដូរ៉ូក៏ត្រៀមលក្ខណៈដើម្បីរត់ចាកចេញពីប្រទេសផងដែរឬក៏ប្រឈមមុខនឹងការបាត់បង់អំណាចជាមួយនឹងការធ្លាក់នៅក្នុងអន្ទាក់របស់កងទ័ពសហរដ្ឋអាមេរិកលោកស្រីបានបញ្ជាក់ថាពិភពលោកគេមិនទទួលស្គាល់លោកនីកូឡាម៉ាដូរ៉ូជាប្រធានាធិបតីស្របច្បាប់របស់ប្រជាជនវេនីស៊ុយឡានោះទេលោកស្រីថាលោកម៉ាដូរ៉ូធ្លាក់ក្នុងរបបភេរវកម្មគ្រឿងញៀនទៅហើយនេះមិនត្រឹមតែជារបបផ្ដាច់ការលួចបន្លំលទ្ធផលនិងជ័យជំនះបោះឆ្នោតរបស់ក្រុមគណបកប្រឆាំងនោះទេគឺជារបបដែលខុសច្បាប់ដោយសារតែជារបបបង្កើតអង្គការភេរវកម្មគ្រឿងញៀនលោកស្រីជឿថារបបសត្រូវរបស់ប្រជាធិបតេយ្យនៃប្រជាជនវេនីស៊ុយឡានេះនឹងត្រូវបញ្ចប់ដល់ឆាប់ខាងមុខនេះហើយលោកស្រីមានជំនឿជឿជាក់ថាសកម្មភាពរបស់កងទ័ពអាមេរិកដែលនៅពេលនេះកំពុងតែបង្កើនវត្តមានទ័ពយ៉ាងខ្លាំងរហូតដល់មាននាវាផ្ទុកយន្តហោះរបស់អាមេរិក USS Shreveport ដែលជានាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់អាមេរិកមកដាក់ពង្រាយនៅតំបន់សមុទ្រការ៉ូបៀនរួចទៅហើយនេះវាពិតណាស់របបលោកម៉ាដូរ៉ូដឹងច្បាស់ណាស់ថាពេលវេលានៃការអស់អំណាចរបស់របបនេះក៏ជិតដល់ទីបញ្ចប់ផងដែរតាមលោកស្រី Machado គ្មានប្រទេសណាអាចជួយការពាររបបលោកនីកូឡាម៉ាដូរ៉ូបាននោះទេបណ្ដាញផ្សាយព័ត៌មាន Newsmax ក៏ចុះផ្សាយផងដែរថាលោកស្រី Machado មេបកប្រឆាំងដ៏ល្បីបំផុតនៅវេនីស៊ុយឡាដែលបានបញ្ចេញសារទៅកាន់វេទិកាអន្តរជាតិមួយនៅរដ្ឋ Miami សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី5វិច្ឆិកានោះលោកស្រីនៅតែបង្ហាញថាលោកស្រីពិតជាមានជំនឿចិត្តខ្លាំងណាស់ចំពោះការបញ្ចប់អំណាចលោកម៉ាដូរ៉ូដោយកម្លាំងទ័ពសហរដ្ឋអាមេរិកនិងការផ្ទុះបដិវត្តនៅកណ្ដាលទីក្រុងការ៉ាកាសសូមជម្រាបថាលោកស្រីកូរីណាម៉ាឆាដូមេបកប្រឆាំងដ៏ល្បីបំផុតនៅវេនីស៊ុយឡាដែលកំពុងគាំទ្រទូទាំងពិភពលោកនេះខណៈដែលលោកស្រីជាជ័យលាភី Nobel សន្តិភាពផងដែរនេះពិភពលោកកំពុងតែរងចាំថាបាត់ពីលោកម៉ាដូរ៉ូទៅតែលោកស្រី Machado ស័ក្តិសមជាប្រធានាធិបតីថ្មីនៃរបបប្រជាធិបតេយ្យវេនីស៊ុយឡាឬក៏ដូចម្ដេច
នៅគណៈដែរលោកស្រី Machado ដែលទទួលបានពានរង្វាន់នយោបាយសន្តិភាពនេះលោកស្រីលះបង់ច្រើនណាស់ធនធានទ្រព្យសម្បត្តិនិងមនសិការរបស់លោកស្រីដើម្បីប្រជាធិបតេយ្យនិងសេរីភាពរបស់ប្រជាជនវេណេស៊ុយឡាបើតាមសេចក្តីរាយការណ៍បានថាលោកស្រី Machado មិនបានរត់ចាក់ចេញពីប្រទេសវេណេស៊ុយឡានោះទេលោកស្រីកំពុងស្ថិតនៅក្នុងស្ថានទូតណាមួយនៃក្រមបច្ចឹមប្រទេសប៉ុន្តែប្រភពខ្លះឲ្យដឹងថាលោកស្រី Machado កំពុងតែលាក់ខ្លួននឹងតស៊ូនៅឯជំរំតស៊ូអ្នកនយោបាយប្រឆាំងនៅក្នុងទឹកដីនៃប្រទេសគូយ៉ាណាដែលមានព្រំដែនជាប់នឹងវេណេស៊ុយឡាភ្លាមនៅពេលដែលលោកស្រីទទួលបាននូបែលសន្តិភាពកាលពីខែមុននេះលោកស្រីបានបញ្ចេញសារភ្លាមទៅកាន់ជនរួមជាតិរបស់លោកស្រីគឺប្រជាជនវេណេស៊ុយឡាដែលថានូបែលសន្តិភាពនេះមិនមែនជារបស់ផ្ទាល់ខ្លួនលោកស្រីនោះទេតែជារបស់ប្រជាជនវេណេស៊ុយឡាដែលមិនព្រមរស់នៅក្រោមរបបផ្ដាច់ការរបស់លោកនីកូឡាម៉ាដារ៉ូវាជានិមិត្តរូបដែលលើកទឹកចិត្តខ្លាំងណាស់ដល់ប្រជាជនវេណេស៊ុយឡាដើម្បីផ្ដួលរំលំរបបផ្ដាច់ការរបស់លោកនីកូឡាម៉ាដារ៉ូយោងតាមការស្ទង់មតិចុងក្រោយនេះឲ្យដឹងថាប្រជាជនវេណេស៊ុយឡាដល់ទៅជិត 90% ចង់បញ្ចប់របបលោកនីកូឡាម៉ាដារ៉ូទោះតាមរូបភាពកម្លាំងទ័ពរបស់សហរដ្ឋអាមេរិកក៏ដោយនោះពួកគេបាននិយាយថាការរស់នៅក្រោមរបបផ្ដាច់ការរបស់បកសង្គមនិយមរួបរวมនៃរបបលោកម៉ាដារ៉ូនិងរបបហុងហ្គោឆាវេសគឺ26ឆ្នាំមកហើយប្រជាជនគ្មានសេរីភាពនោះទេមិនតែប៉ុណ្ណោះសេដ្ឋកិច្ចរបស់ប្រទេសនេះដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរបំផុតជាមួយនឹងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិដោយសារតែការដឹកនាំរបស់លោកនីកូឡាម៉ាដារ៉ូគៀបសង្កត់សេរីភាពចាប់អ្នកនយោបាយប្រឆាំងនិងបង្ក្រាបយ៉ាងរង្គាលទៅលើសេរីភាពរបស់ប្រជាជនវេណេស៊ុយឡាក្នុងស្ថានភាពនេះសេដ្ឋកិច្ចរបស់វេណេស៊ុយឡាដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរបំផុតប្រជាជនរត់ចេញពីប្រទេសប្រមាណជា8លាននាក់នេះបញ្យោងតាមរបាយការណ៍របស់អង្គការជនភៀសខ្លួនអង្គការសហប្រជាជាតិហើយក្នុងនោះអ្នកនយោបាយជាច្រើនអ្នកត្រូវបានចាប់ខ្លួនប្រមាណថ្ងៃចុងក្រោយនេះមានសេចក្តីរាយការណ៍មកថាអាជ្ញាធររបស់លោកនីកូឡាម៉ាដារ៉ូចាប់ខ្លួនយុវជននិងក្រុមបកប្រឆាំងប្រមាណជា900នាក់ដោយសារតែរដ្ឋអំណាចរបស់លោកនីកូឡាម៉ាដារ៉ូចោទថាក្រុមនេះកំពុងរៀបចំផ្ទុះអាវុធនៅពេលដែលកងទ័ពសហរដ្ឋអាមេរិកចូលទៅរដ្ឋធានីការ៉ាកាសក្នុងគោលបំណងដើម្បីសហការជាមួយកងទ័ពអាមេរិកផ្ដួលរបបរបស់លោកនីកូឡាម៉ាដារ៉ូប៉ុន្តែយ៉ាងនេះក្តីលោកនីកូឡាម៉ាដារ៉ូបានថ្លែងថារបបរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការចោទរបស់សហរដ្ឋអាមេរិកថាលោកនីកូឡាម៉ាដារ៉ូខ្លួនលោកផ្ទាល់ជាមេខ្លោងឧក្រិដ្ឋកម្មភេរវកម្មគ្រឿងញៀននោះទីលោកម៉ាដារ៉ូបានប្រកាសថាលោកសុខចិត្តលះបង់អ្វីទាំងអស់ដើម្បីស្ថិរភាពរបបរបស់លោកថានឹងព្រមប្រគល់ធនធានទ្រព្យសម្បត្តិជាតិទាំងអស់ទៅឲ្យលោកដូណាល់ត្រាំឲ្យតែលោកដូណាល់ត្រាំបញ្ឈប់សកម្មភាពដើម្បីប៉ុនប៉ងផ្ដួលរំលំរបបរបស់លោកប៉ុន្តែចុងក្រោយលោកនីកូឡាម៉ាដារ៉ូរត់ទៅរកប្រទេសចិនប្រទេសរុស្ស៊ីដើម្បីសុំអន្តរាគមន៍ជួយប្រឆាំងវត្តមានទ័ពរបស់អាមេរិកដែលកំពុងដាក់ផែនការផ្ដួលអំណាចរបស់លោកអ្នកសង្កេតការមើលឃើញថានៅពេលនេះសន្ទុះនៃការធ្វើសកម្មភាពរបស់កងទ័ពអាមេរិកនិងការដាក់ពង្រាយសព្វាវុធរបស់អាមេរិកកាន់តែមានការកើនឡើងនៅតំបន់អាមេរិកខាងត្បូងនិងសមុទ្រការ៉ាបៀងបើតាមសេចក្តីរាយការណ៍បានដឹងថាអាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់ថែមទៀតទៅដាក់ពង្រាយនៅលើកោះពូតូរីកូជាមូលដ្ឋានទ័ពរបស់ខ្លួនដែលកោះពូតូរីកូប្រឈមមុខនឹងប្រទេសវេណេស៊ុយឡានៅលើដែនកោះពូតូរីកូនោះមានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក F-35 ចំនួន10គ្រឿងរួចទៅហើយអាមេរិកដំឡើងមីស៊ីលរួចទៅហើយនៅលើកោះនេះដើម្បីបាញ់ចូលទៅរដ្ឋធានីការ៉ាកាសប្រសិនបើលោកដូណាល់ត្រាំចេញប័ណ្ណបញ្ជាប្រតិបត្តិការសឹកពិសេសវាយកំទេចបណ្ដាញឧក្រិដ្ឋកម្មគ្រឿងញៀនចូលទៅដល់រដ្ឋធានីការ៉ាកាស